នាងខ្ញុំឈ្មោះធីរីអាយុ10ថ្ងៃមានអាយុ20ឆ្នាំជានិស្សិតរំលឹកកាលនាងខ្ញុំអាយុ15មួយឆ្នាំរៀនថ្នាក់ទី10នៅវិទ្យាល័យមួយកន្លែងមានរឿងអាថ៌កំបាំងដែរគួរឲ្យអាម៉ាស់មួយដែរអ្នកទាំងអស់គ្នានឹកស្មានមិនដល់រឿងនោះគឺថារាល់ថ្ងៃពេលចេញលេងខ្ញុំតែងអង្គុយចុចទូរស័ព្ទលេងវនឹងមើលតមានផ្សេងតែពេលខ្លះក៏ទៅញោមអីជាមួយមិត្តភ័ក្តិនៅជិតរបងសាលាពេលខ្លះខ្ញុំចាប់អារម្មណ៍នឹងថាឲ្យតែពេលខ្ញុំដើរម្ដងខ្ញុំមានអារម្មណ៍ថាមានគេលួចសម្លឹងមើលខ្ញុំរហូតតែខ្ញុំក៏មិនសូវចាប់អារម្មណ៍ដែរថ្ងៃមួយពេលចេញទៅផ្ទះមិត្តខ្ញុំគេចេញទៅអស់នៅសល់តែខ្ញុំនៅចាំបងប្រុសមកយកកំពុងអង្គុយចុចទូរស័ព្ទសុកស្រាប់តែមានគេងវាយឲ្យចូលមើលវីដេអូមួយខ្ញុំក៏ចូលមើលស្រាប់តែត្រូវភាំងព្រោះលេងនោះជារឿងសិចពីណាគេអីក៏រកចិត្តមេផ្ញើវេដូចចឹងមកគិតបានបន្តិចខ្ញុំក៏ងាកមើលឆ្វេងស្ដាំដឹងថាអត់មានមនុស្សក៏សាកបើកវីដេអូនឹងមើលលេងទៅហេចង់ដឹងព្រោះអីនៅម្នាក់ឯងនឹងអត់មានមនុស្សផងក៏មើលវីដេអូនឹងលេងទៅតែពេលមើលយូរទៅដូចជាមានអារម្មណ៍មិនដឹងក្នុងខ្លួនទេក្តៅមុខក្តៅមាត់មិនដឹងព្រោះអីខ្ញុំឃើញទូប្រុសកំពុងលិតល្អានស្នេហ៍មានរោមរបស់ទូស្រីឬសូតែច្រឹបនាងធ្ងោមើលទៅទូស្រីដូចស្រួលណាស់អូយយ៉ាប់អារម្មណ៍ណាស់ចំណែកខ្ញុំមានអារម្មណ៍ដូចសាមខោស្លេបហើយដូចជាស្រាវពេញរុនខាងក្រោមទៀតក៏សម្រេចចិត្តបិទរឿងហើយដើរទៅកាន់បន្ទប់ទឹកដើម្បីលាងចេញពេលទៅដល់ក្នុងបន្ទប់ទឹកខ្ញុំក៏ស្រាតសំពត់ខ្លីចេញឃើញថាមានទឹកសខាប់ពីខាងក្រៅប្រឡាក់ខោតូចប៉ុស្ខ្ញុំទៀតពេលមើលក្នុងបន្ទប់ទឹកចឹងទើបឃើញរឹតតែច្បាស់ខ្ញុំទប់អារម្មណ៍មិនជាប់ក៏ស្រាតខោស្លេបចេញទៀតក៏ឃើញមានទឹកយ៉ាងច្រើនប្រឡាក់មាត់រនហើយជាប់រោមខ្លីរបស់ខ្ញុំតិចមើលបណ្ដាយកដៃលេងមាត់ស្នូកអណ្ដើកខ្លួនឯងបណ្ដាពេលខ្លះក៏លួចធ្ងោតាមទូស្រីដែរខ្ញុំលួចមើលរឿងសិនតែអញហេកំពុងលេងល្អាងមាសខ្លួនឯងយ៉ាងស្លងអារម្មណ៍ផងស្រាប់តែឮសំឡេងបើកទ្វារខ្វាក់មានមនុស្សប្រុសម្នាក់ឈរព្រមទាំងគ្មានសម្លៀកបំពាក់ទៀតនៅមុខខ្ញុំធ្វើឲ្យខ្ញុំភ័យនិយាយមិនចេញបានត្រឹមឈរមើលមុខគេបុរសម្នាក់នោះហើយជាកម្មករដែលធ្វើការក្នុងសាលានឹងខ្ញុំចាំគាត់ព្រោះខ្ញុំធ្លាប់ឃើញគាត់តែលួចសម្លឹងខ្ញុំពេលដើរម្ដងមើលទៅក៏គាត់ឡើងធំហើយវែងទៀតដូចទូប្រុសក្នុងរឿងចឹងរឹតតែធ្វើឲ្យទឹកក្នុងល្អាងស្នេហ៍របស់ខ្ញុំបន្តហូរមកយ៉ាងច្រើនភ្លាមនោះខ្ញុំក៏និយាយទៅកាន់គេថាលោកចូលមកទីនេះមិនបានហើយចូលមកមានការអីខ្ញុំក៏យកដៃខ្ទប់ដោះនឹងល្អាងស្នេហ៍ខ្លួនឯងបងចូលមកនេះគឺចូលមកជួយអូននឹងណាបងមិនឃើញអូនមើលរឿងហើយលេងយកដៃលេងក្តិតខ្លួនឯងឃើញអូនពិបាកចឹងទើបបងមកជួយនឹងណាចេញទៅវិញទៅខ្ញុំមិនត្រូវការទេនិយាយមិនទាន់ចប់ផងគេក៏ដៃខ្ទប់មាត់ខ្ញុំនឹងអោនមកបិទក្តិតខ្ញុំកំពុងហូរទឹកពេលនោះខ្ញុំគ្មានកម្លាំងរុញគេចេញទេព្រោះអីកំពុងមានអារម្មណ៍នោះខ្លាំងហើយត្រូវគេបឺតឲ្យស្រួលទៀតក៏ទុនដៃទុនជើងឲ្យគេធ្វើតាមចិត្តមកទៅគេក៏និយាយក្តិតអូនផ្អែមណាស់ធីរីក្តិតអូនមានរោមតិចនឹងឡើងក្រពុំម៉ងចំណែកនាងខ្ញុំមិនតអ្វីទាំងអស់គិតតែពីបិទភ្នែកហើយធ្ងោតិចស៊ឺតស្រាវណាស់បឺតឲ្យខ្លាំងចឹងហើយអូយស៊ឺតគេអូននៅក្មេងសោះអាយុទើបតែ15មួយឆ្នាំសោះក្តិតឡើងធំប៉ោងស្អាតដូចគេក្រមុំចឹងបានបន្តិចគាត់ក៏ឈប់បឺតល្អាងក្រោមប្រហែលដើម្បីកុំឲ្យយូរការព្រោះអីនៅក្នុងសាលាផងហើយគេក៏កាន់ក្តោបធំមើលទៅគួរឲ្យខ្លាចមានអារម្មណ៍នឹងថាស្រាវរុនស្នេហ៍មិនដឹងទេពេលឃើញនាងគ្រីតធំហើយវែងចឹងគាត់កាន់វាមកញ័រល្អាងសាមរបស់ខ្ញុំហើយក៏រុកចូលបានតិចក៏អូយឈឺណាស់បានហើយដកចេញទៅស៊ឺតអូយខ្ញុំមានអារម្មណ៍ថាផ្សារល្អាងណាស់ខ្ញុំសុំគេកុំឲ្យធ្វើតែគេមិនស្ដាប់សោះហើយថែមទាំងរុញកាន់តែខ្លាំងធ្វើឲ្យក្តិតខ្ញុំឈឺរឹតតែខ្លាំងហើយមានចេញឈាមទៀតគេនៅស្ងៀមតែមាត់គេបឺតមាត់ខ្ញុំរឹតតែខ្លាំងហើយដៃទាំងពីររបស់គេលេងដោះរបស់ខ្ញុំលេងផងបឺតផងធ្វើឲ្យវាឡើងរឹងក្បាលដោះខ្ញុំកាលនឹងពោស៊ីចម្ពូល្អណាស់ពេលនោះធ្វើឲ្យខ្ញុំស្រាវក៏រាវផ្សារឈឺក៏ឈឺតែស្រាវខ្លាំងជាងបានតិចដូចជាមានទឹកកាន់តែច្រើនបានធ្វើឲ្យគេចូលក្តិតខ្ញុំលឺសូរតែផ្លុចដោយមិនបាច់ប្រឹងអូយឈឺណាស់ដាក់មួយបានហើយឈឺណាស់គេចុយមួយតែយូរទៅខ្លាំងធ្វើឲ្យខ្ញុំលែងឈឺបែរជាមានអារម្មណ៍នឹងថាស្រួលទៅវិញស្រួលណាស់អូនក្តិតអូនណែនចឹងស្រួលក្របងណាស់ស្រីអីក្តិតណែនល្អមេសំណាងបងណាស់ស្រួលណាស់បងសោះស៊ឺតចុយខ្លាំងចឹងហើយស្រួលក្តិតណាស់ខ្លួនតូចទេតែក្តិតធំណាស់អូនឯងផ្លាប់ក្តិតធំចឹងបានចុយស្រួលស៊ឺតចុះមិនចូលចិត្តក្តិតធំទេហេពេលនោះខ្ញុំសួររបៀបដុតគេវិញចូលចិត្តហើយមិនដែលធំដូចបងចឹងធ្វើឲ្យអូនស្រួលក្តិតអត់ស្រួលណាស់បងចុយអូនឲ្យខ្លាំងមកបងកធំបានមួយសន្ទុះគេក៏ឲ្យខ្ញុំបែរទៅក្រោយហើយទៅក្តិតដាក់គេពេលនេះមិនពិបាកទៀតទេព្រោះអីវាស្គាល់គ្នាហើយគេក៏បុកពីក្រោយនឹងសាប់យកស្រាវណាស់បុកពីក្រោយចឹងស្រួលណាស់បងស៊ឺតបងក៏ស្រួលដែរអូនចិត្តចេញទឹកហើយស្រាវណាស់អូនក៏ចិត្តចេញដែរសោះតែបងកុំបាញ់ទឹកដាក់ក្ដួយអូនណាអូនខ្លាចមានកូនណាស់អូយស្រាវខ្លាំងណាស់ចិត្តចេញហើយ
អុយបងក៏ស្រាវក្បាលដែរអះអុយគ្រាន់តែចាប់ពាក្យគេនិយាយគាត់បានក៏ដកមកក្រៅហើយថែមទាំងចាប់ខ្ញុំឲ្យអង្គុយព្រមទាំងសាប់ដាក់មុខខ្ញុំពេញទឹកស្ខាប់បានហូរលើមុខខ្ញុំពេញហើយគេក៏ដើរចេញទៅចំណែកខ្ញុំបានលាងមុខហើយក៏ស្លៀកពាក់ចេញមកដែរប្រហែលមួយសប្តាហ៍ក្រោយគេក៏បួលខ្ញុំទៅធ្វើគ្នាទៀតតែខ្ញុំមិនព្រមស្រាប់ពេលនោះគេកំរាមខ្ញុំបើមិនព្រមជាមួយខ្ញុំទេគេនឹងបង្ហោះវីដេអូជួយគ្នាលើកមុនលើកហើយតែខ្ញុំមិនជឿគេក៏ដកទូរស័ព្ទហើយចាក់វីដេអូនោះឲ្យខ្ញុំមើលពេលនោះខ្ញុំមិនដឹងត្រូវនិយាយថាម៉េចទេបើបដិសេធខ្លាចគេបង្ហោះមែនខ្មាស់គេហើយខ្លាចម៉ាក់ជេនឹងមានរឿងកាន់តែវែងឆ្ងាយក៏តាមតែចិត្តគេទៅហើយប្រាប់ថាជួយហើយត្រូវលុបវីដេអូនឹងណាតែគេតែមកទេគេទុកវីដេអូនឹងគំរាមខ្ញុំធ្វើរហូតគេធ្វើខ្ញុំមិនអស់ចិត្តថែមទាំងបានសំគុំនិតជាមួយមិត្តរបស់គេមកចាប់ខ្ញុំទៀតពេលស្រីមួយប្រុសពីរចឹងវាធ្វើឲ្យខ្ញុំអស់កម្លាំងណាស់ពួកគេពីរនាក់នោះធ្វើខ្ញុំឡើងហើមល្អាងអស់ហើយរហូតត្រូវហើម2-3ថ្ងៃបានវាស្រកធម្មតាមកវិញតែយូរទៅក៏បាត់ពួកគេដោយសារពួកគេលេងថ្នាំញៀនត្រូវប៉ូលីសចាប់ហើយខ្ញុំក៏បានបញ្ចប់ទាស័យតណ្ហារបស់ពួកគេទៅនិងបន្តការសិក្សាជានិស្សិតដ៏ល្អម្នាក់ទាំងគ្មាននរណាដឹងពីរសជាតិជីវិតរបស់ខ្ញុំឡើយ